នេះជាវីដេអូដំណើរកម្សាន្តដែលពួកខ្ញុំទៅបោះតង់រយៈពេល2យប់3ថ្ងៃទៅកាន់ខេត្តកោះកុងនិងខេត្តកំពង់ស្ពឺតើសកម្មភាពដែលពួកខ្ញុំទៅបោះតង់រយៈពេល2យប់3ថ្ងៃទៅកាន់ខេត្តកុងនិងខេត្តកំពង់ស្ពឺតើពួកខ្ញុំមានសកម្មភាពអ្វីខ្លះមកតាមដានវីដេអូមួយនេះជាមួយខ្ញុំទាំងអស់គ្នាសួស្តីអ្នកគ្នាមកកាន់វីដេអូថ្មីនៃដំណើរកម្សាន្តរបស់ខ្ញុំទៅខាងខេត្តកោះកុងនិងខេត្តកំពង់ស្ពឺអ្នកគ្នាហើយវគ្គដំណើរដំបូងរបស់ខ្ញុំគឺចេញពីផ្ទះមកគឺភ្លៀងរហូតដល់គ្នាអត់បានថតវីដេអូទេតមកដល់ទីតាំងនៅស្ពានយើងសេអំបិលបានថតបានបន្តិចហើយមកដល់កន្លែងស្ទឹងពពកនេះគឺយើងបានរៀបចំធ្វើម្ហូបអាហារនេះបានថតអ្នកគ្នាគឺភ្លៀងរហូតភ្លៀងជាប់តែម្ដងគឺភ្លៀងតាមផ្លូវដោយសារពួកខ្ញុំអត់មានលក្ខណៈកាមេរ៉ាលក្ខណៈ action ដែលគេការពារទឹកភ្លៀងបានពួកខ្ញុំថតដោយប្រើកាមេរ៉ានិងទូរស័ព្ទអញ្ចឹងក៏បានដល់អ្នកនាងនេះសកម្មភាពពួកខ្ញុំធ្វើម្ហូបញ៉ាំពេលមកដល់ស្ទឹងពពកអ្នកនាងគឺមេឃភ្លៀងរហូតតែត្រជាក់ស្រួលអ្នកនាងគឺសកម្មភាពលក្ខណៈធ្វើម្ហូបបដាសើចបដាលក្ខណៈយើងជុំគ្នាសប្បាយអ្នកនាងគឺអែមអាកាសធាតុនិងអារម្មណ៍គឺចង់និយាយថាគឺអែមខ្លាំងមែនតើនៅទីនេះគឺខ្ញុំខានមកលេងរយៈពេល5ឆ្នាំហើយនៅស្ទឹងពពកនេះហើយក៏ខ្ញុំនាំបងប្អូនខ្ញុំហើយនឹងអ្នកធ្វើការមួយខ្ញុំគឺមកលេងនេះម្ដងអ្នកគ្នាហើយមកដល់ពួកគាត់ច្រឡំខ្លាញ់ជាមួយនឹងសាប៊ូលាងចានដោយសារខ្ញុំដាក់លេងមួយគ្នាអ្នកគ្នាគាត់សើចគាត់មាននឹងច្រឡំអ្នកគ្នាយកទៅជៀនសាច់យកទៅស្លធ្វើម្ហូបអញ្ចឹងណាហើយនេះចុងភៅរបស់យើងគឺកំពុងតែគាត់ហាន់ខ្ទឹមដើម្បីលក្ខណៈស្ងោរជ្រក់ក្រៅឆ្នាំងសសាច់គោអ្នកគ្នាគឺអែមខ្លាំងមែនតើគឺគាត់ធ្វើឆ្ងាញ់អ្នកគ្នានេះសកម្មភាពផ្សេងៗរបស់ពួកខ្ញុំឥឡូវយើងមើលសកម្មភាពរបស់ពួកគាត់តាមស្លនិងធ្វើម្ហូបអ្នកគ្នាទស្សនភាពស្ទឹងពពកអ្នកគ្នាពេលសៀលតែខ្ញុំម្ដងកំពុងធ្វើម្ហូបឲ្យស្ដាយមែនតែនដោយសារតាមកផ្សារនេះជើងនេះគឺអត់មានពពកអ្នកគ្នាគឺចប់តែម្ដងស្លាស់ចាស់ហើយអំបិល
គឺស្ដាយតែម្ដងតោះយើងមើលទេសភាពនិងសកម្មភាពផ្សេងៗទេសភាពនៅទាំងពុកអស់គ្នានេះជាទស្សនភាពលើស្ទឹងពពកខ្ទង់ម៉ោង 7:06 តែថ្ងៃរៀបនឹងលិចអ្នកគ្នាវាមានលាយជាមួយនឹងអាប់ជាមួយនឹងភ្លៀងរលឹមតិចតិចតែយើងមើលមានថ្ងៃលិចតស្អាតដែលចំជាមួយនឹងផ្លាកសញ្ញាស្ទឹងពពកនេះគឺពិតជាស្រស់ស្អាតខ្លាំងមែនតើអ្នកគ្នាគ្រាន់តែសោកស្ដាយដែលមកជើងនេះគឺអត់មានពពកតែគ្នាតែគាត់មើលថ្ងៃលិចស្អាតខ្លាំងមែនតើអ្នកគ្នាគឺពិតជាស្អាតខ្លាំងណាស់ឥឡូវយើងមកមើលសកម្មភាពខ្លះអស់ពួកខ្ញុំនៅយប់ថ្ងៃទី1នៅលើស្ទឹងពឹងអស់គ្នាចូលល្អអ្នកគ្នានេះចុងភៅរៀបអាហារសម្រាប់ពេលព្រឹកឲ្យក្រុមរបស់យើងញ៉ាំអ្នកគ្នាគឺចៀនត្រីអ្នកគ្នាចុងភៅកំពូចុងភៅហ៎និយាយពីចៀនសាច់ក្រកដល់លាកដៃទៅតាថ្ងៃនេះបាយគឺខ្ញុំដាក់តាមអ្នកគ្នាគឺល្អចឹងគាត់តាមខ្លោចហើយនេះជាទេសភាពទាំងមូលពេលព្រឹកអ្នកគ្នាគឺដោយសារអត់មានពពកមកជើងនេះខាតជើងនេះមានពើស្លាចាស់ដោយសារតែមេឃភ្លៀងរហូតពេលព្រលឹមគឺភ្លៀងពួកខ្ញុំពងធ្វើម្ហូបពងឲ្យញ៉ាំបាយគឺវាភ្លៀងតែពេលអញ្ចឹងគឺអត់មានពពកមកនេះគឺស្លាចាស់តែម្ដងគឺស្ដាយអត់ទេតែជើងនេះគឺអត់មានពពកមើលទេអំបិលតែគាត់ណាអាកាសធាតុនិងទេសភាពគឺស្អាតធ្វើយើងស្រស់ស្រាយអ្នកគ្នាពេញស្អាតតែម្ដងហើយបន្ទាប់ពីខ្ញុំញ៉ាំបាយហើយគឺខ្ញុំបានថតវីដេអូពេលខ្ញុំញ៉ាំបាយខ្ញុំញ៉ាំហើយគឺខ្ញុំបានថតទេសភាពនៅពពកមុនភ្លៀងអស់នេះមុនភ្លៀងគឺមានពពកមកតិចហើយបើអត់ភ្លៀងខ្ញុំជឿជាក់ថានឹងមានពពកហើយបន្ទាប់ពីនេះគឺខ្ញុំទៅលេងនៅទំនប់ព្រីគីសនី3អស់គ្នាដែលយើងនៅគៀកស្ទឹងពពកទាំងដែរបាទទៀតទៅស្ទឹង
តពីពួកខ្ញុំបោះតង់មកយប់ទៅលើស្ទឹងបពកពួកខ្ញុំក៏សម្រេចចិត្តមកបោះតង់នៅខាងភ្នំគិរីរម្យនៅបឹងបេសេវិញដោយសារតែលើភ្នំបពកនោះគឺភ្នំតបជាងនោះគឺភ្លៀងរហូតពេកដល់គ្នាក៏ពួកខ្ញុំសម្រេចចិត្តមកបោះតង់នៅគៀកផ្ទះវិញព្រោះសារនៅគិរីរម្យឆ្ងាយពីពេញទេអញ្ចឹងយើងក៏សម្រេចចិត្តមកបោះតង់នៅភ្នំគិរីរម្យនិងបឹងបេសេវាមានសភាពស្ងប់ស្ងាត់តែក៏មានភាពអត់សូវស្រួលមួយយ៉ាងដែរថ្ងៃខ្ញុំបោះតង់នេះគឺមានអ្វីប្លែកៗជាច្រើនកើតឡើងតែវាក៏ជារឿងដែលយើងគិតខ្លួនឯងទេតោះមកមើលសកម្មភាពសប្បាយៗពួកខ្ញុំទាំងអស់គ្នានៅភ្នំគិរីរម្យគឺសកម្មភាពសូវបានថតច្រើនដល់គ្នាសារមានបញ្ហាច្រើននៅពេលនោះពីខ្ញុំសម្រាប់បោះតង់មួយយប់នៅខាងស្ទឹងបេសេភ្នំគិរីរម្យហើយខ្ញុំក៏ឆ្លៀតពេលដែលចុះពីភ្នំគិរីរម្យក៏ឆ្លៀតបត់ទៅខាងយើងលេងទឹកធ្លាក់ច្បក់សិនអ្នកគ្នាព្រោះចង់ស្គាល់ដោយសារស្គាល់ទេហើយតែខ្ញុំមកនេះអ្នកគ្នាអើយទឹកគឺពេញលេងអ្នកគ្នាគឺស្អាតខ្លាំងមែនតែនហ្មងគឺស្អាតខ្លាំងគឺគេនិយាយ10ដងមិនស្មើទៅខ្លួនឯងម្ដងគឺស្អាតខ្លាំងមែនតែនអត់ទៅធ្លាក់ច្បក់ហើយវីដេអូផុសពួកខ្ញុំក៏ចប់ប៉ុណ្ណឹងដែរអ្នកគ្នារយៈពេលពីយប់3ថ្ងៃនេះគឺទៅទីតាំង3កន្លែងអ្នកគ្នាគឺស្ទឹងបពកភ្នំគិរីរម្យនិងទឹកធ្លាក់ច្បក់ហើយក៏អរគុណច្រើនអ្នកគ្នាតាមដានវីដេអូនេះពីដើមដល់ចប់ហើយកុំភ្លេចជួយ share like comment និងជួយ subscribe ឬ follow page និង channel YouTube ពួកខ្ញុំម្នាក់មួយហងដើម្បីពួកខ្ញុំមានកម្លាំងបន្តដំណើរទៅមុខទៀតដើម្បីផលិតវីដេអូផ្សព្វផ្សាយពីតំបន់ទេសចរណ៍ស្អាតៗនៅក្នុងប្រជាជាតិកម្ពុជាយើងពិសេសគឺនៅតំបន់ដែលត្រូវការយើងផ្សព្វផ្សាយដើម្បីមានភ្ញៀវទេសចរទៅលេងច្រើនអរគុណច្រើនជួបមួយខ្ញុំនៅវីដេអូក្រោយទៀតបាយបាយអរគុណច្រើន